ថ្ងៃនេះស្ដៅទៀតហើយបងប្អូនចាទៅផ្សារព្រឹកមិញក៏ស្ដៅបានស្ដៅចាស្ដៅនេះគឺគេឲ្យទេបងប្អូនហើយចំណែកប្រហុកវិញហើយនឹងអំពិលទុំគឺខ្ញុំចំហុយក្នុងបាយចេះឯងបងប្អូនហើយនិយាយពីថាតកូននាងខ្ញុំឬខានកាត់ហូបយូរនិយាយពីថាដុសឲ្យទ្រុបទ្រោលពេញនេះឯងបងប្អូនចាហើយថ្ងៃនេះក៏ចង់ធ្វើទឹកគ្រឿងត្រីខអីចុះបងប្អូនយើងលក់ជាមួយផ្កាស្ដៅជាមួយតកួនហើយនឹងមានបន្លែខ្លះខ្លះអីទៀតនៅសល់ក្នុងទូបងប្អូននិយាយពីថាតកួនគឺខ្ចីល្អមែនតើដល់ពេលឃើញដុតណែនតែតាប់ច្រើនអីអញ្ចឹងទៅក៏នាងខ្ញុំសម្រេចចិត្តថាយកមកចុចទឹកគ្រឿងអីដែរបងប្អូនហើយនិយាយពីថាមាត់នាងខ្ញុំនេះគឺធ្វើម្ហូបបដាលាងបន្លែលាងអីបដាគឺថាតាពីខ្នោតាពីអីចុះបងប្អូនហើយនាងខ្ញុំមកបេះក្រូចឆ្មាមួយនិយាយពីថាស្ដៅរបស់យើងថ្ងៃនេះល្អមែនតើបងប្អូននិយាយពីថាខាងនាងខ្ញុំរស់នៅនេះវាសបោមែនតើបងប្អូនមួយបាច់ធំតែ500តែនេះគឺគេឲ្យអីអញ្ចឹងទេណាបងប្អូនចាហើយត្រឡប់នាងខ្ញុំសោសស្ដៅគឺខ្ញុំដាក់អំបិលមកជប់អីបងប្អូនដើម្បីឲ្យស្ដៅរបស់យើងកុំសូវល្វីងអីចុះហើយវានៅស្រស់អីចុះបងប្អូនចាអាចសោសតាមនាងខ្ញុំចេះអ្នកដែលដូចថាមិនសូវចេះញ៉ាំល្វីងខ្លាំងអីចឹងគឺអាចធ្វើវិធីដូចនាងខ្ញុំចេះថាអត់សូវល្វីងទេបងប្អូនស្ដៅហើយនាងខ្ញុំមានត្រីខមួយកំប៉ុងចឹងទៅក៏នឹកឃើញថាយើងធ្វើទឹកគ្រឿងត្រីខជ្រលក់ជាមួយផ្កាស្ដៅមានបន្លែប្លុកបន្តិចបន្តួចទៀតអីមកនិយាយពីថាអូថ្ងៃនេះគឺថាធាត់ទៀតហើយបងប្អូនអើយឆ្ងាញ់ណាស់មួយមុខនេះការនិយាយពីថាធ្វើបដានិយាយពីថាលេបទឹកមាត់បដាឈ្ងុយបដាអីបដាបងប្អូនអើយរៀងឃ្លានបាយផងថ្ងៃនេះចាពេលដែលធ្វើម្ហូបហ្នឹងគឺថាតាពីផ្លែឈើផងអីផងនៅតែឃ្លានបាយទៀតបងប្អូនអើយហើយទឹកគ្រឿងត្រីខរបស់នាងខ្ញុំនេះគឺមើលតាមវីដេអូដែលនាងខ្ញុំធ្វើនេះឯងគឺអញ្ចឹងឯងបងប្អូនចាមានអីមានតែចំហុយប្រហុកទៅយើងជ្រុំប្រហុកមានអំពិលទុំមានខ្ទឹមសខ្ទឹមក្រហមចាម្ទេសហើយមានស្ករប៊ីចេងហើយខ្ញុំដាក់ជីនឹងវងអីបន្តិចដែរបងប្អូនហើយនឹងក្រូចឆ្មាអីយើងបន្តិចទៅចាព្រោះថាទឹកគ្រឿងត្រីខនេះគឺខ្ញុំចង់តែថាយើងយកអំពិលទុំបន្តិចទៅហើយយើងដាក់ថែមក្រូចឆ្មាបន្តិចទៅដើម្បីឲ្យវាឆ្ងាញ់អីទៀតណាបងប្អូនហើយខ្ញុំដាក់ទឹកក្តៅចូលបន្តិចដែរកុំឲ្យវាខាប់ពេកចាហើយនិយាយពីថាអូឈ្ងុយមែនតើបងប្អូនអើយនិយាយពីថាតំណងណាចានេះទឹកគ្រឿងរបស់ខ្ញុំក៏រួចរាល់ដែរចាមកពិសាបាយជាមួយនាងខ្ញុំទាំងអស់គ្នាណាបងប្អូនជម្រាបសួរបងប្អូនមកផ្សារបាយមួយខ្ញុំថ្ងៃនេះបានទឹកគ្រឿងត្រីខហើយការស្ដៅទៀតហើយថ្ងៃនេះខ្ញុំស្ដៅនឹងគេទឹកមុខ
Ngực hòmនៅផ្ទះថៃខោដូចនាងខ្ញុំចាធ្វើអញ្ចឹងអូឆ្ងាញ់ណាស់បងប្អូនចាំវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណាពុកម៉ែបងប្អូនអរគុណ